ថ្មីនេះបងម៉ាសិថេតដែលជាអ្នករៀបចំកម្មវិធីបដានៅស្ថានីយទទួល PNN បានបង្ហោះពានកណ្ដាប់ដៃមាសមួយជាមួយនឹង caption ថាគាត់នឹងផ្ដល់ឱកាសសម្រាប់កីឡាករគុនខ្មែរពីររូបក្នុងប្រភេទទម្ងន់54គីឡូក្រាមដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានម៉ារ៉ាតុងនេះហើយគណៈធនបរិយបងប្អូនកូនសិស្សលោកគ្រូធនសភាគាត់ឃើញបងម៉ាសិថេតបោះចេះភ្លាមគឺមានចំណាប់អារម្មណ៍ក្នុងការចូលលេងពាននេះតែម្ដងហើយសម្រាប់បងប្អូនអ្នកស្នេហាវិស័យកីឡាបដាគុនខ្មែរគិតថាតើកីឡាករគុនខ្មែរយើងទម្ងន់54គីឡូក្រាមរូបណាខ្លះថានេះយើងទំនើងក្នុងការចូលលេងពាននេះអាចជួយខមមិនខាងក្រៅម្នាក់មួយមើលគណៈធនបរិយគឺជាកីឡាករមួយរូបដែលកំពុងក៏មានភាពលេចធ្លោដែរគ្រាន់តែគីឡូគាត់រៀងស្រាលបន្តិចបរិយគាត់ធ្លាប់ជាម្ចាស់ម៉ូតូនៅសង្វៀន KKF ក៏ដូចជាម្ចាស់ខ្សែក្រវ៉ាត់ KKF មួយរូបផងដែរមករយៈក្រោយនេះក៏អាសាមានវត្តមានប្រកួតលក្ខណៈអន្តរជាតិផងដែរចំបរិយមក PNN គេណាអូនិយាយដល់ PNN ទើបឃើញបងម៉ាសិថេតបោះពានថ្មីថ្មោងនេះគេថានឹងលេងកម្មវិធីធំរើសកីឡាករលំដាប់2រូបគីឡូ54បរិយថ្ងៃវាយគីឡូប៉ុន្មានដែរ54បងអូពេញលេងបដ ாய் ដូច្នេះមានចំណាប់អារម្មណ៍ខ្លះក្នុងការចូលលេងពានរបស់ Boostrong នៅ PNN នេះចង់គាត់ឃើញគាត់ផុសមានប្រហែលចង់ចូលលេងអាយ៉ាឥឡូវនិយាយពីសមិទ្ធផលធំរបស់បរិយគិតមកទល់ពីនេះបានអីខ្លះហើយទៅបានម៉ូតូមួយហើយខ្សែក្រវ៉ាត់មួយម៉ូតូហើយនឹងខ្សែក្រវ៉ាត់ហ្នឹងវាកម្រិតមកទល់ពេលនេះវារយៈពេលប៉ុន្មានហើយ3 ខែ3-4 ខែហើយអាជីពយើងគុនខ្មែររយៈពេលប្រហែលឆ្នាំហើយចូលលេងគុនខ្មែរ4ឆ្នាំ4ឆ្នាំដែលលេងកម្មវិធីធំហ្នឹងប្រហែលដងដែរជាបាន2ដងបាទហើយគាត់ទៅឃើញបងម៉ាសិថេតបោះហ្នឹងភ្លាមគឺចាប់អារម្មណ៍ហ្មងបាទឥឡូវពាក់ព័ន្ធទៅនឹងការប្រកួតអន្តរជាតិដែរប្រកួតអន្តរជាតិហើយកន្លងមកដែរ6ដងឈ្នះចាញ់ប្រហែលដែរឈ្នះ5ស្មើ1ឈ្នះ5ស្មើ1មិនន័យថាអត់ដែរចាញ់ទេហើយឮថាការប្រកួតម៉ារ៉ាតុងនេះគឺគេត្រូវតម្រូវឲ្យមានខ្មែរ2បរទេស2នាក់គិតថាគីឡូ54នៅស្រុកខ្មែរសប្តាហ៍ថ្ងៃកីឡាកររូបណាខ្លះដែលថាកំពុងលេចធ្លោយើងទៅ54ស្រុកខ្មែរមានច្រើនហ្មងមកជួយរាប់ប្រមាណអ្នកតិចមើលដែលថាកំពុងលេចធ្លោនៅគុនខ្មែរយើងរាល់ថ្ងៃជាច្រើនហ្មងរាប់នេះដូចជាឮមានកីឡាករមួយរូបអាសាចេញទៅវាយនៅខាងក្រៅប្រទេសគឺសវណ្ណឃឹមហ្នឹងក៏វាយគីឡូ54ដែរណាជិះបើឧបមាថាគឺសវណ្ណឃឹមចូលលេងក្នុងបេក្ខភាពម៉ារ៉ាតុងហ្នឹងគាត់ថានឹងតានតឹងជាមួយនឹងបរិយអត់ខ្ញុំតានតឹងបាទឥឡូវមានអីចង់និយាយវីដេអូនេះផ្ញើទៅកាន់បងម៉ាសិថេតទេដើម្បីឲ្យថាយកយើងជាបេក្ខភាពមួយរូបក្នុងការចូលលេងពានរបស់ម៉ារ៉ាតុងដូចជាសប្តាហ៍ក្រោយនេះហើយចង់ចូលលេងម៉ារ៉ាតុងចង់ចូលលេងដែរណោះបាទប្រាក់រង្វាន់ដូចជាច្រើនគួរសមដែរអូខេហ្នឹងហើយអរគុណច្រើនបរិយអរគុណច្រើន